สุดท้ายบางวันงอกนี้ในขนมวิดีโอนี้ខ្ញុំនឹងមកធ្វើឧបករណ៍ដែលមានសមត្ថភាពស្ទង់កម្រិតជាតិសំណើមនៅក្នុងដីបានដែលដើម្បីធ្វើឧបករណ៍មួយនេះគឺតម្រូវឲ្យមាន sensor ហើយខ្ញុំនឹងបញ្ជូនទិន្នន័យពីការស្ទង់កម្រិតជាតិសំណើមនៅក្នុងដីបញ្ជូនមកតាមរយៈទូរស័ព្ទបានដើម្បីបញ្ជូនបានគឺយើងត្រូវប្រើឧបករណ៍មួយទៀតហៅថា XC05 មានតួនាទីសម្រាប់បញ្ជូន data ពី sensor មកកាន់ទូរស័ព្ទដៃរបស់យើងដើម្បីយើងងាយដឹងថាកម្រិតជាតិសំណើមរបស់យើងមានចំនួនប៉ុន្មានហើយចំណែកឧបករណ៍ចុងក្រោយគឺ micro controller របស់យើង sensor នេះគឺវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់វិស័យកសិកម្មនិងការដាំដំណាំវាជួយប្រាប់ពេលវេលាដែលដីពិតជាត្រូវការទឹកដើម្បីការពារកុំឲ្យការប្រើប្រាស់ហួសកម្រិតឬក៏ការប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នេះគឺជាទិន្នន័យរបស់ sensor ដែលមិនទាន់ដំណើរការគឺវាចេញ 0% ឥឡូវតេស្តទាំងអស់គ្នានេះគឺជាទិន្នន័យដែលវាបង្ហាញមកក្នុងទូរស័ព្ទហើយខ្ញុំនឹងដកវាមកវិញពេលដែលដកវាមកវិញវានឹងបង្ហាញទិន្នន័យ 0% ឥឡូវខ្ញុំនឹងដាក់វាចូលវិញនេះគឺជាកម្រិតជាតិសំណើមរបស់វានេះគឺជាកម្រិតជាតិសំណើមពេលខ្ញុំដកមកវិញវានឹងបង្ហាញ 0% ឧបករណ៍នេះគឺមានសមត្ថភាពអាចស្ទង់ទៅលើជាតិសំណើមបាទវីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណ